ឈប់រឹកលេះឈប់ពងយាពេលការដេកចាំពេលវេលាល្អឥតខ្ចោះគឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យប្រសិនបើអ្នកចង់ផ្លាស់ប្ដូរជីវិតអ្នកត្រូវឈប់ធ្វើជាទេសកលនៃពាក្យថាចាំបន្តិចមានលេសច្រើនធ្វើឲ្យយើងកាន់តែខ្ជិលពងយាពេលច្រើនធ្វើឲ្យយើងខាតពេលវេលាកាន់តែដើរលឿនតើអ្នកពងយាពេលដល់ពេលណាទៀតមនុស្សមួយចំនួនព្រោះតែចាញ់ខ្លួនឯងគឺការពងយាពេលនេះហើយទើបបំផ្លិចបំផ្លាញក្តីសុបិនអនាគតនិងបរាជ័យនៅក្នុងជីវិតលេសបូកនឹងពងយាពេលបូកនឹងភាពខ្ជិលនាំឲ្យបរាជ័យវិធីបញ្ឈប់លេសពងយាពេល1ផ្ដោតលើរឿងតែមួយកុំព្យាយាមធ្វើអ្វីច្រើននៅក្នុងពេលតែមួយខណៈពេលដែលបរិយាកាសនៅជុំវិញខ្លួនពោរពេញទៅដោយការរំខានការធ្វើការងារច្រើនមុខមិនមែនជារឿងអស្ចារ្យទេវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកហត់នឿយនិងបាត់បង់ការផ្ដោតអារម្មណ៍ការជ្រើសរើសកិច្ចការដែលសំខាន់បំផុតតែមួយគត់រួចធ្វើវាឲ្យចប់សិននៅពេលដែលអ្នកបញ្ចប់រឿងមួយដោយជោគជ័យអ្នកនឹងមានកម្លាំងចិត្តធ្វើរឿងបន្តទៀត2កុំពង្យល់ខ្លួនឯងច្រើនពេកកាន់តែអ្នកព្យាយាមរកហេតុផលអ្នកកាន់តែព្យាយាមរកលេសការគិតច្រើនពេកនាំឲ្យកើតមានភាពកង្វល់និងការវិភាគដែលធ្វើឲ្យអ្នកនៅស្ងៀមមួយកន្លែងមិនព្រមងើបទៅធ្វើសកម្មភាពមិនចាំបាច់យល់សាច់ការទាំងអស់ទេមុននឹងចាប់ផ្ដើមនោះទេគ្រាន់តែងើបឈររួចចាប់ផ្ដើមធ្វើសកម្មភាពដំបូងអ្វីនឹងច្បាស់លាស់នៅពេលដែលអ្នកកំពុងធ្វើដំណើរ3បង្ហាញការតាំងចិត្តជាសាធារណៈប្រាប់អ្នកដទៃឬមនុស្សជិតស្និទ្ធថាអ្នកនឹងធ្វើអ្វីមួយនៅពេលដែលអ្នកនិយាយចេញមកវាប្រៀបដូចជាការចងចំណងសន្យាជាមួយខ្លួនឯងសម្ពាធផ្លូវចិត្តតិចតួចពីខ្សែភ្នែកអ្នកដទៃនឹងក្លាយទៅជាការជំរុញច្រានឲ្យអ្នកមិនហ៊ានបោះបង់ចោលងាយប្រាប់មិត្តភ័ក្តិឬបង្ហោះលើបណ្ដាញសង្គមថាខ្ញុំនឹងបញ្ចប់កិច្ចការនេះឲ្យបាននៅថ្ងៃស្អែកសេចក្តីថ្លៃថ្នូររបស់អ្នកនឹងជួយឲ្យអ្នកឈប់ពង្យាពេល4ឈប់យកទម្លាប់អាក្រក់ធ្វើជាលេសពាក្យថាខ្ញុំជាមនុស្សឆាប់ប្ដូរចិត្តឬខ្ញុំជាមនុស្សខ្ជិលពីកំណើតមិនមែនជាពាក្យដែលគួរឲ្យមានមោទនភាពឡើយវាគ្រាន់តែជាលេសដែលជួយឲ្យអ្នកមានអារម្មណ៍ល្អនៅក្នុងភាពបរាជ័យតែប៉ុណ្ណោះទទួលខុសត្រូវទៅលើការសម្រេចចិត្តរបស់ខ្លួនឯងប្រសិនបើអ្នកចង់ធំធាត់នៅក្នុងជីវិតអ្នកត្រូវហ៊ានប្រឈមមុខទៅនឹងភាពលំបាកហើយដើរទៅមុខដោយគ្មានលេស5កុំបណ្ដោយឲ្យអារម្មណ៍ដឹកមុខអារម្មណ៍គឺជាអ្វីមួយដែលមិនទៀងទាត់បើអ្នកចាំតែទាស់មានតែអារម្មណ៍ចង់ធ្វើទើបធ្វើអ្នកប្រហែលជាត្រូវចាំអស់មួយជីវិតការសម្រេចចិត្តដោយផ្អែកទៅលើអារម្មណ៍ឆេះឆាវឬភាពមួម៉ៅតែងតែនាំទៅរកកំហុសបើថ្ងៃណាមានអារម្មណ៍មិនល្អត្រូវសម្រាកឲ្យខួរក្បាលស្ងប់សិននៅពេលដែលអ្នកអារម្មណ៍មានស្ថិរភាពទើបសម្រេចចិត្តដោយធ្វើឲ្យមានវិន័យជាជាងប្រើអារម្មណ៍6ឈប់បារម្ភពីលទ្ធផលឆ្ងាយពេកការគិតដល់លទ្ធផលចុងក្រោយដែលធំពេកជួនកាលវាធ្វើឲ្យយើងភ័យខ្លាចមិនជោគជ័យខ្លាចហត់ខ្លាចខាតពេលវេលាក្តីបារម្ភទាំងនេះហើយដែលធ្វើឲ្យយើងមិនហ៊ានចាប់ផ្ដើមអ្នកមិនចាំបាច់មើលឃើញផ្លូវនៅទីបញ្ចប់នោះទេគ្រាន់តែសួរខ្លួនឯងថាតើជំហានដំបូងដែលខ្ញុំត្រូវធ្វើឥឡូវនេះគឺជាអ្វីរួចធ្វើវាទៅ7បំបែកការងារធំឲ្យទៅជាការងារតូចបំផុតប្រសិនបើការងារនោះមើលទៅគួរឲ្យខ្លាចមានន័យថាអ្នកមិនទាន់បានបំបែកវាឲ្យតូចល្មមនៅឡើយទេការងារធំដូចភ្នំអាចបង្កើនភាពភ័យខ្លាចប៉ុន្តែការងារតូចតាចដោយប្រើពេលវេលាត្រឹមតែ5នាទីគឺងាយស្រួលធ្វើនៅក្នុងការងារនោះបំបែកវាឲ្យតូចរហូតដល់អ្នកមានអារម្មណ៍ថាធ្វើវាមួយផ្លែតក៏រួចដែរមិនចាំបាច់ល្អស្អាតឥតខ្ចោះនោះទេគ្រាន់តែចាប់ផ្ដើមវាឲ្យចេញជារូបរាងសិន8រឿងសំខាន់បំផុតត្រូវធ្វើនៅពេលព្រឹកគឺជាពេលវេលាដែលខួរក្បាលស្រឡះបំផុតមិនទាន់មានរឿងរញ៉េរញ៉ៃពីពិភពខាងក្រៅមករំខានថាមពលរបស់អ្នកនៅពេញលេញចិត្តរបស់អ្នកនៅស្ងប់ល្អយករឿងដែលពិបាកបំផុតនិងសំខាន់បំផុតមកធ្វើមុនគេបង្អស់នៅពេលដែលរឿងពិបាកត្រូវបានដោះស្រាយតាំងពីព្រឹកនោះជាពេលវេលាដែលនៅសេសសល់ពេញមួយថ្ងៃរបស់អ្នកនឹងអារម្មណ៍ស្រស់ស្រាយនិងពោពេញទៅដោយមោទនភាព
9ផ្ដល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងនៅពេលដែលអ្នកបញ្ចប់កិច្ចការណាមួយបានជោគជ័យចូលផ្ដល់រង្វាន់តូចតាចឲ្យខ្លួនឯងដូចជាការស្ដាប់ចម្រៀងការញ៉ាំអាហារដែលអ្នកចូលចិត្តឬការសម្រាកខ្លីៗការធ្វើបែបនេះនឹងជួយឲ្យខួរក្បាលចងចាំនៅអារម្មណ៍ល្អបន្ទាប់ពីធ្វើការងាររួចនិងចង់ធ្វើវាបន្តទៀតនៅពេលក្រោយ 10. រៀបចំបរិយាកាសជុំវិញខ្លួនឲ្យមានរបៀបកុំទុករបស់ដែលរំខានអារម្មណ៍ដូចជាទូរស័ព្ទឬគ្រឿងកម្សាន្តនៅជិតខ្លួនពេលដែលកំពុងធ្វើការបរិយាកាសដែលស្អាតនិងមានរបៀបនឹងជួយកាត់បន្ថយការស្ទាក់ស្ទើរនិងជួយឲ្យអ្នកឆាប់ចូលទៅក្នុងស្ថានភាពផ្ដោតអារម្មណ៍និងបានលឿនជាងមុនការឈប់ពន្យាពេលមិនមែនជារឿងរងចាំកម្លាំងចិត្តនោះទេប៉ុន្តែវាគឺជាការបង្កើតទម្លាប់និងវិន័យចាប់ផ្ដើមឥឡូវនេះជំហានតូចនៅថ្ងៃនេះនឹងក្លាយទៅជាសមិទ្ធផលដ៏ធំនៅថ្ងៃស្អែក